កិច្ចម៉ូតូចូលឡានគឺជាព័ត៌មានបញ្ចប់ប៉ុន្តែយើងចង់លើកអំពីគេហៅថាព័ត៌មានតាក់ទងអំពីតម្លៃសាំងឡើងថ្លៃឬក៏អត់អ៊ីរ៉ង់វាញ់អាកាសយានដ្ឋានអន្តរជាតិនៅគុយវ៉េតហើយរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ប្រាប់ថានេះគឺជាការបាញ់ដើម្បីការពារខ្លួនដល់ពេលចឹងទៅឥឡូវនេះគេហៅថាអាញាធរអាមេរិកចាប់បរិសម្នាក់ដោយសារតែនៅក្នុងផ្ទះរបស់គាត់នឹងវាមានមាស50 លានដុល្លារហើយសង្ស័យថាបរិសម្នាក់នេះគឺជាចារកិច្ចឲ្យរុស្ស៊ីលក់ព័ត៌មានកម្មវិធីនុយក្លេអ៊ែរនាវាជំនួយទឹកឲ្យទៅរុស្ស៊ីយើងបកត្រឡប់មកព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ឬក៏ព័ត៌មានគេហៅថាអក្រិតកម្មណាបរិសបើកកុងតឺន័រម្នាក់បានជួយស្ត្រីស្បែកខ្មៅកិច្ចចេញពីកណ្ដាប់ដៃបរិសសមោមម្នាក់ដែលគេហៅថាគាត់ចងមនុស្សស្រីហ្នឹងហើយដល់ពេលមនុស្សស្រីហ្នឹងឃើញបរិសប្រុសម៉ៅបើកកុងតឺន័រក៏រត់ចេញមកដើម្បីឲ្យគេជួយហើយបរិសសមោមអាយុ39ឆ្នាំដែលមានឈ្មោះថាโจតាន់វីលឺហ្នឹងគឺក៏មានបំណងបើកបុកស្រីម៉ៅហ្នឹងតែម្ដងតែបុកអត់ត្រូវយើងក៏លេចទៅព័ត៌មាននៅទីក្រុងឡូវ៉ាគឺរត់ឡានជាច្រើនបានបុកអាទិសភ្លើងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ចំណែកឯគេហៅថាព័ត៌មានមួយទៀតគឺស្ត្រីនឹងគាត់ដាក់គ្រឿងក្តៅគ្រឿងសង្វឹងខ្លាំងពេកទៅគាត់ក៏ជិះឡានចូលទៅក្នុងឆ្នេរសមុទ្រនេះណាឆ្នេរសមុទ្រFlorida ហើយបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ចំណែកឯគ្រោះថ្នាក់ចរាចរណ៍មួយទៀតនៅអាមេរិកដូចគ្នាក៏គេហៅថាម៉េចគាត់បើកប៊ីសបុកឡានណាគាត់បើកបុកឡានប៊ីសតែនឹងត្រូវក្មេងម្នាក់ហើយក្មេងម្នាក់ក៏ផោងពោះខ្លាំងនៅសុកឡានមួយទៀតឆក់ចូលមកបុកផាំងតែម្ដងអូខេយើងបញ្ចប់ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ដោយលើកយកព័ត៌មាននៅស្រុកខ្មែរនេះគឺជាវីដេអូសុវត្ថិភាពពីឡានលោកវែងអងបើកបុកលោកជុំសុភ័ក្រមករាអគ្គនាយករងនៃអាជ្ញាធរអប្សរាខេត្តសៀមរាបហើយវីដេអូនេះគឺជាវីដេអូថ្ងៃទី1ខែមិថុនាឆ្នាំ2026វេលាម៉ោង 11:40 នាទីនេះហើយគឺលទ្ធផលបើកបរកិច្ចពីម៉ូតូចូលឡានអញ្ចឹងសូមបងប្អូនទាំងអស់គ្នាបើកបរដោយការប្រុងប្រយ័ត្នបើកបរដោយការទទួលខុសត្រូវគឺថាបើសិនជាបងប្អូនវិញក្នុងជំរឿសរបស់បងប្អូនតើបងប្អូនសម្រេចចិត្តបុកម៉ូតូឬក៏កិច្ចម៉ូតូចូលឡានឬក៏មិនបានមើលឲ្យបានពិនិត្យបច្ច័យឲ្យបានច្បាស់លាស់ណាអញ្ចឹងពេលដែលបងប្អូនបើកបរមានអ្វីមកធានាថាបងប្អូនបានប្រុងប្រយ័ត្នខ្ពស់និងមានសុវត្ថិភាពដល់ខ្លួនឯងនិងអ្នកដទៃ Win TV សម្រាប់ថ្ងៃទី4ខែ6ឆ្នាំ2026នេះចប់តែប៉ុណ្ណឹងអរគុណបងប្អូនក្រោមដំបូលសន្តិភាពទាំងអស់